ផ្ទុះឆេះគ្រឿងចាក់ក្បែរប្រាសាទព្រះវិហារបណ្ដាលឲ្យទាហានថៃម្នាក់រងរបួសធ្ងន់រាជធានីបាងកកកាលពីថ្ងៃទី26មករាប្រព័ន្ធផ្សព្វផ្សាយថៃបានចុះផ្សាយថា Excavator របស់យោធាថៃដែលកំពុងឈរជើងក្បែរតំបន់ប្រាសាទព្រះវិហារត្រូវបានផ្ទុះឆាបឆេះនិងរងការខូចខាតយ៉ាងដំណំបណ្ដាលឲ្យទាហានថៃម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរនៅលើគេហទំព័រ Facebook របស់កងទ័ពភូមិន្ទថៃបានបញ្ជាក់ថាគ្រឿងចាក់បានឆាបឆេះហើយបុគ្គលិកយោធាមួយចំនួនបានរងរបួសឧបទ្ទហេតុនេះបានកើតឡើងនៅល្ងាចថ្ងៃទី26ខែមករាដោយសារគ្រឿងចាក់ត្រូវបានប្រើប្រាស់ខ្លាំងហួសកម្រិតភ្លើងបានរលត់ទៅវិញប៉ុន្តែនៅយប់ជ្រៅវាក៏បានឆាបឆេះម្ដងទៀតជុំវិញបញ្ហានេះយោធាភូមិភាគ2ថៃបានពន្យល់នៅថ្ងៃទី27ខែមករានេះថាមានករណីផ្ទុះឆេះគ្រឿងចាក់ក្នុងអំឡុងពេលបំពេញបេសកកម្មនៅព្រំដែនបណ្ដាលឲ្យបុគ្គលិកយោធាម្នាក់រងរបួសដោយសារតែរលាកភ្លើងយ៉ាងណាអ្នករបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលភ្លាមៗទោះបីជាយ៉ាងនេះក្តីយោធាភូមិភាគ2មិនបានទម្លាយមូលហេតុពិតនៃពីក្រោយការផ្ទុះឆេះ Excavator ដែលកំពុងឈរជើងដើម្បីឈូសឆាយដីក្បែរតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជាខណៈដែលយោធាថៃទើបនឹងឈ្លានពានកាន់កាប់បានកាលពីកំឡុងសម័យសង្គ្រាម21ថ្មីកន្លងមកថ្មីនេះការអនុทิនបានធ្វើដំណើរទៅស្រុកតាប្រយ៉ានិងស្រុកគោកសួងក្នុងខេត្តស្រះកែវដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពទូទៅនៅក្នុងតំបន់ព្រំដែននិងផ្ដល់ការលើកទឹកចិត្តដល់ទាហានបន្ទាប់មកលោកបានត្រួតពិនិត្យមូលដ្ឋានប្រតិបត្តិការអៀមសាទណាន់ថាវងដែលដាក់ឈ្មោះតាមនាមត្រកូលរបស់ទាហានដែលបានផ្លេចជីវិតរបស់ពួកគេនៅក្នុងសមរភូមិនិងចែកចំណាយសំណងដល់ប្រជាជនដែលរងផលប៉ះពាល់ក្នុងការផ្ទុះអាវុធកន្លងទៅលោកបានណែនាំដល់អភិបាលស្រុកឲ្យត្រួតពិនិត្យការប្រើប្រាស់មូលនិធិឲ្យបានត្រឹមត្រូវពេលមកដល់តំបន់បឹងត្រកួនលោកអនុทิនបានទទួលការណែនាំពីទាហានលោកបានត្រួតពិនិត្យតំបន់នោះមុនពេលថតរូបជាក្រុមជាមួយទាហានដែលឈរជើងនៅមូលដ្ឋានប្រតិបត្តិការបន្ទាប់មកលោកលើកកម្ដាប់ដៃនិងនិយាយលើកទឹកចិត្តកងទ័ពរូបភាពនេះត្រូវបានថតដោយមានបង្គោលទង់ជាតិថៃនៅផ្ទៃខាងក្រោយពិសេសបង្គោលទង់ជាតិនេះកាលពីមុនគឺជាបង្គោលទង់ជាតិរបស់កម្ពុជាបង្គោលទង់ជាតិក្នុងបរិវេណអគារគយមានរន្ធគ្រាប់កាំភ្លើងដែលបង្ហាញថាវាបានខ្លាំងកាន់ការប្រយុទ្ធគ្នានៅតំបន់នោះលោកអនុทิនបានថ្លែងលើកទឹកចិត្តដល់ទាហានដែលឈរជើងនៅមូលដ្ឋានប្រតិបត្តិការនិងជូនពរពួកគេឲ្យមានសុវត្ថិភាពបន្ទាប់មកលោកបានធ្វើដំណើរទៅភូមិបានណងច័ន្ទភូមិជោគជ័យស្រុកគោកសួងខេត្តស្រះកែវជាកន្លែងដែលលោកបានទទួលការណែនាំពីមន្ត្រីយោធាលោកបានមើលតំបន់នោះនិងមើលលេនតង់របស់មូលនិធិកាន់ចំផល្លាំងជួយស៊ូហើយបានទទួលការរាយការណ៍ពីមន្ត្រីមូលដ្ឋានអំពីស្ថានភាពបច្ចុប្បន្នមានការពន្យល់ថាទាហាន5នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នានៅភូមិបានណងច័ន្ទភូមិជោគជ័យហើយមូលដ្ឋាននេះបានដាក់ឈ្មោះជាកិត្តិយសចំពោះពួកគេផ្លាកសញ្ញានៅផ្លូវ3ទិសត្រង់នោះមានឈ្មោះថាអៀមសុតគឺជានាមត្រកូលរបស់ទាហានម្នាក់ដែលបានស្លាប់នោះទៀតលោកអនុทิនក៏បានទៅកាន់មូលដ្ឋានប្រតិបត្តិការណាន់ថាវងដែលដាក់ឈ្មោះតាមទាហានម្នាក់ដែលបានស្លាប់ដែរនៅទីនោះលោកបានប្រគល់ថវិកាសម្បងដល់ប្រជាជនរងគ្រោះទាក់ទងនឹងស្ថានភាពនៅព្រំដែនកម្ពុជាថៃក្នុងខេត្តស្រះកែវមានករណី5ករណីករណីមួយពាក់ព័ន្ធនឹងការពិការទទួលបានថវិកា8,130,020,000 បាតករណី4ផ្សេងទៀតពាក់ព័ន្ធនឹងរបួសធ្ងន់ធ្ងរទទួលបានថវិកាក្នុងម្នាក់8,400,000 បាតបន្ទាប់ពីនេះលោកអនុทิនបានបរិភោគអាហារសម្រន់ដូចជាពោតលៀងការ៉េមប្រៅនីនិងទឹកអំពៅស្រស់ៗជាមួយទាហានដែលឈរជើងនៅមូលដ្ឋាននិងបានសន្ទនាគ្នាយ៉ាងស្និទ្ធស្នាល